เคสุดท้ายยังปวดเนาะเนี่ยไงថ្ងៃនេះផងដែរគឺយើងមកនិយាយអំពីការចាក់សាក់និងការចាប់ផ្ដើមចាក់សាក់បងហ្នឹងហើយសម្រាប់ដែលមានបំណងចង់រៀនសាក់និងចង់ចាប់ផ្ដើមអាជីពជាជាងសាក់គួរតែស្ដាប់វីដេអូនេះទាំងអស់គ្នាបងហ្នឹងហើយមុននឹងយើងចាប់ផ្ដើមអាជីពនេះបងហ្នឹងហើយចំណុចទី1នៃការធ្វើជាងសាក់គឺយើងត្រូវតែមានចិត្តអត់ធ្មត់បងចំណុចហ្នឹងគឺសំខាន់ជាងគេបងបើយើងអត់មានចិត្តអត់ធ្មត់អត់មានចិត្តអំណត់ទេគឺយើងមិនអាចធ្វើជាងសាក់បានទេបងនេះគឺជារឿងពិតហ្នឹងបងហ្នឹងហើយព្រោះជាងសាក់មួយគឺត្រូវការអង្គុយរយៈពេលច្រើនម៉ោងបង4-5 ម៉ោង 4-10 ម៉ោងអញ្ចឹងណាហ្នឹងហើយទៅតាមមនុស្សម្នាក់សម្រាប់ខ្ញុំផងដែរគឺខ្ញុំសាក់ម្ដងហ្នឹងគឺចំនួនមួយថ្ងៃទៅ2ថ្ងៃអញ្ចឹងហ្នឹងបងថ្ងៃជួនកាលបើភ្ញៀវច្រើននេះយើងគេបានតែ2ម៉ោងទៅ3ម៉ោងទេបងហ្នឹងហើយច្រើនបំផុតគឺ3ម៉ោងហ្នឹងបងសម្រាប់អ្នកគាត់មិនសូវជាស្រឡាញ់ខាងនឹងពិតប្រាកដគឺយើងរត់តាមលុយឬក៏យើងឃើញគេរកបានឬក៏យើងឃើញគេធ្វើខាងហ្នឹងក៏យើងក៏ចាប់អារម្មណ៍តាមគេអញ្ចឹងណាបងគឺយើងច្បាស់ជាមិនអាចទៅរួចទាំងបងយើងបានដល់ដំបូងទេគឺយើងចាប់ផ្ដើមតែបន្តិចហ្នឹងគឺយើងចាប់ផ្ដើមមានអារម្មណ៍ថាធុញហ្នឹងបងប៉ុន្តែអីក៏ដោយបងគឺយើងត្រូវចាប់ផ្ដើមពីដំបូងទៅចំណុចដំបូងគឺរឿងដែលពិបាកបំផុតគឺចំណុចដំបូងហ្នឹងបងហ្នឹងហើយអ្នកខ្លះគឺគាត់រៀនមានគ្រូទៅគ្រូគាត់ក៏ជួយប្រាប់ជួយអីចឹងណាបងចំណែកដែលអ្នកគាត់រៀនអត់មានគ្រូគឺយើងត្រូវចាប់ផ្ដើមពីកំហុសឡើងទៅបងកាលណាយើងមានកំហុសពី3ដងមកកន្លែងហ្នឹងទៅបានយើងចាប់ផ្ដើមដឹងមកកន្លែងចោះចំណុច4-10កន្លែងខាងមុខទៀតហ្នឹងគឺយើងត្រូវសាងកំហុស4-10ខាងមុខទៀតចឹងណានិយាយទៅគឺជាអត់ផុតទេបងបើអត់មានកំហុសទេគឺអត់សាងកំហុសទេគឺយើងអត់ដឹងពីតិចនិចវាយើងអត់ដឹងពីការចាក់សាក់ឲ្យបានត្រឹមត្រូវទៅធ្វើមិនចឹងណាហ្នឹងហើយគឺលើសំខាន់ដំបូងបំផុតនៃការរៀនចាក់សាក់គឺយើងត្រូវតែចេះកាន់បញ្ចូលសិនបងគឺយើងត្រូវចេះកាន់ម៉ាស៊ីនថាយើងត្រូវកាន់បែបណាឲ្យត្រឹមត្រូវនៅក្នុងការដើរធ្នេកាន់បែបណានៅក្នុងការផាត់តាន់ផាត់ស្មើគឺវាចែកខុសគ្នាចឹងណាបងហ្នឹងហើយនឹងយើងត្រូវចេះដឹងភ្លើងត្រូវដឹងភ្លើងដាក់ប៉ុណ្ណាសម្រាប់ការដើរធ្នេភ្លើងប៉ុណ្ណាសម្រាប់ការផាត់ស៊ុំភ្លើងប៉ុណ្ណាសម្រាប់ការផាត់ color បងហើយវីដេអូនេះផងដែរគឺខ្ញុំនឹងបរៀនអំពីការប្រើភ្លើងឲ្យបានត្រឹមត្រូវនៅក្នុងការចាក់ប្រាំចាក់សាក់ដំបូងបងសម្រាប់ការដើរធ្នេដំបូងហ្នឹងគឺយើងដើរធ្នេលើស្បែកជ័របងហ្នឹងហើយយើងត្រូវដាក់ភ្លើងហ្នឹងខ្ទង់ប្រហែលជា8.0ហ្នឹងហើយបើហៅទូទៅខាង80ហ្នឹងបងហ្នឹងហើយដាក់8.0ទៅសម្រាប់ការដាក់ធ្នេលើស្បែកជ័រសម្រាប់ការផាត់វិញយើងដាក់ថា7.8 ឬក៏8.0ក៏បានដែរបងប្អូនអីទេហ្នឹងហើយសម្រាប់ការផាត់ខ្មៅបងប្អូនហ្នឹងហើយចំណែកឯការដាក់ color វិញគឺយើងត្រូវប្រើភ្លើងរាងតិចបងប្អូន color នេះមួយគឺអត់ត្រូវការភ្លើងខ្លាំងទេបងប្អូនកាលណាភ្លើងខ្លាំងគឺដាក់ color មកគឺអត់ភ្លឺទេគឺធ្វើឲ្យទឹកថ្នាំយើងជាប់បងប្អូនចឹងទៅពេលដាក់ color គឺយើងត្រូវប្រើភ្លើងខ្ទង់ប្រហែលជា 7.5 ណាបងប្អូន 7.3 ទៅ 7.5 បងប្អូនហ្នឹងហើយកុំដាក់ដល់ 8 ដាក់ 8 ចុចតោះយើងផាត់រៀងលឿនដែរបងប្អូនប៉ុន្តែពេលដែលយើងផាត់លឿនទៅគឺ color យើងគឺអត់ភ្លឺទេគឺ color យើងវាទៅជាស្អាប់វិញបងប្អូនហ្នឹងហើយវាអាចនឹងបើផាត់លើស្បែកមនុស្សវាអាចនឹងតបៅវាអាចនឹងអីចឹងណាបងប្អូនហ្នឹងហើយសម្រាប់ color គឺយើងដាក់ភ្លើងតិចៗបានហើយហ្នឹងហើយបងប្អូនសម្រាប់លើនេះគឺយើងផាត់ពីការងារសេរីភ្លើងយើងមកដល់ការងារដើរធ្នេជាមុនអញ្ចឹងណាបងប្អូនហ្នឹងហើយមុននឹងទៅដល់ការងារផាត់យើងត្រូវដើរធ្នេសិនសម្រាប់ការដើរធ្នេនៅលើស្បែកជ័រគឺយើងអត់តម្រូវឲ្យទាញឬក៏ឲ្យហែកដូចនៅលើស្បែកមនុស្សទេបងប្អូនហ្នឹងហើយវាផ្ទុយពីដើរធ្នេនៅលើសាច់មនុស្សយើងផ្ទាល់បងប្អូនពេលដើរលើធ្នេនៅលើសាច់មនុស្សយើងផ្ទាល់ហ្នឹងបើយើងអត់ហែកវាទេគឺយើងស្អាតជាប់ទេចំណុចពិបាកនៅក្នុងការរៀនសាក់ហ្នឹងគឺចំណុចដើរធ្នេហ្នឹងបងប្អូនហ្នឹងហើយគឺយើងដើរធ្នេត្បូងគឺពិបាកមែនតើបងប្អូនដោយសារពេលយើងដើរធ្នេត្បូងហ្នឹងគឺធ្នេយើងញ័រហើយយើងដើរស្មើដៃគ្នាទេគឺវាធំវាតូចវាដាច់ចឹងណាចឹងទៅយើងកុំឲ្យវាដាច់គឺយើងត្រូវដើរធ្នេត្បូងគឺយើងយ៉ាងយឺតបានហ្នឹងបងប្អូនហើយយើងតន់ទៅចេះទុកមជុលទេគឺយើងដាក់មជុលរៀងកັບទៅមជុលយើងដាក់ខ្ទង់ប្រហែលជា2 សង់ទីម៉ែត្រហ្នឹងបងប្អូនហ្នឹងហើយដាក់មកល្មមហ្នឹងមកចង់កញ្ចក់យើងស្រែធ្វើម៉េចកុំឲ្យវាធ្លាយស្បែកជ័របងប្អូនស្បែកជ័រវាមានកម្រាស់3ហ៊ុនយើងដាក់មជុលតាំង2ហ៊ុននេះទៅហ្នឹងហើយយើងដាក់ធ្នេដាក់ដំបងហ្នឹងដាក់កັບហើយយើងអូសវាហ្នឹងអូសរៀងយឺតបានហើយ
đo riêng slow gì mà nó về chẳng ô hay về việc mình tắt nằm cái tiết chế mà thế cứ mình này thay ở tắt nằm phim cho lại chẳng tới cứ dân thử đọ cho trình sân thấy về để dân đọ nó cứ dân còn đọ về ai bắt lại cái dân đọ hàng phật mà về sedang mà về dân đọ phật lang mà hay dân đã tắt nằm sân một phần về dân đã tắt nằm hay dân trả tâm đòn thiệt nó muốn được dân đã tới nó cứ dân thử đã vào sân liệp sân dân liệp và sân lở bài cho nó cứ đầm bầy mọi tắt nằm dân nó về chọn nó bài cho về để dân chụp nó vì rồi nó không cả chụp hay bây giờ sẽ tới việc tiết tật nằm trên phim cho lòng bốn bây giờ đã vào lên thế tật nằm việc pro trên phim cho kháng tế cứ thôi chỉ một bạn mưa thế này hay dương chú tới với anh lục thế này lục ấy dương bốn hay cho mò dương đạm cho lính về để dương đạm cho tàu nó cứ dương cũng đạm về tàu một đón tầng cũng ráo phiên bốn cũng đã tới flip vào đấy cứ dương đã tàu viếng dư bên bốn dương đã bị đang thực ráng bốn này hay dân đã nó dân riêng khách châu màu thế này đam dân nó dân khách châu mà riêng không thế này đam bị tới đam bây giờ thế này pi nó bị to thế này bán sạch một phần cứ dân thơ bị chặt một phần nó cứ không mấy thế này nó ở đó thế này cái này dân bắt đặt thầm năng hái cứ dân đã tới trầm năng tiền nó thế này nó cứ việc đó thế này tiền phần cứ bên nơi cho họ và họ đã thế này phần là ngày hay ngày từ bồn Nika đã thế này nó cứ dân đã ngày bình thường phần phải chấm phạt xe như có riêng toàn phạt rồi phạt ấy thế là ngày phần từ bồn nó phải chỉ quạtแต่ xa กับ trong ผัด ซุ่ม กับ trong ผัด สมากับ trong ผัด ตัน อีก เกจัง นะ กุมตอน โปน กุมตอน รถ เหาะ นั่ง ไง คือ ยัง ดา ทะเน นั่ง อยาก เป็น มา ไง เป็น ยัง คือ ยัง จะ ไหน เป็น ดา ทะเน บ้าน ไหน จัง ไง ที่ ปี จำ ยัง เรียน ผัด ตัน จำ ยัง ใช้ ผัด ตัน ให้ บ้าน ยัง từ เรียน ผัด สมา ลง โปน bây giờ ตอน จะ ผัด ตัน ได้ กุมตอน จง ใช้ ผัด สมา จัง นะ นั่ง ไง ให้ บาง โปน กุม ปลิด ช่วย follow หรือ ก็ subscribe เนี่ย มวย โปน นั่ง ไงnhằm nông chơi dương thôi to tiết tẹt tàu nông ca riêng sạch pi tụ bông pi đam rồi đọt chọn là ngày con chran bye bye một bốn ở kia là ngày